ចំណាយមកដល់20000រៀលផងតែខ្ញុំអាចធ្វើហូរទៅដល់3មុខនេះបានតោះចង់ដឹងថាខ្ញុំទិញគ្រឿងផ្សំនៅខាងណាដែរចាំទៅមួយខ្ញុំចឹងយើងឥឡូវមកដល់ CP Fresh Shop ឯងប៉ះចូលក្នុង shop ខ្ញុំមួយគ្នាសិនមើល CP Fresh Shop សូមស្វាគមន៍ ឥឡូវយើងមកដល់ខាងទូសាច់របស់គាត់យើងឃើញថាទូសាច់របស់គាត់គឺទុកដាក់បានល្អថែមទាំងមានអនាម័យទៀតចឹងក្រោយពីខ្ញុំមើលហើយខ្ញុំនឹកឃើញបង្ហូរដែលខ្ញុំចង់ធ្វើហើយខ្ញុំនឹងដំបូងខ្ញុំនឹងយកសាច់ជ្រូក3ជាន់ដោយសារខ្ញុំឃើញជ្រូក3ជាន់របស់គាត់ស្អាតនេះហ្នឹងយកប្រហែលតែម្ដុំទេហើយខ្ញុំនឹងយកសាច់ជ្រូកច្រាំបន្តិចព្រោះដោយសារអីឃើញគាត់មានសាច់ជ្រូកច្រាំស្រាប់ចឹងវាល្អខ្ញុំជួនកាលខ្ញុំខ្ជិលច្រាំខ្លួនឯងដែរអញ្ចឹងគាត់មានល្អអញ្ចឹងគឺស្រួលចំពោះខ្ញុំអូខេឥឡូវយើងតែសាច់ជ្រូកហើយមួយមុខទៀតខ្ញុំចង់ប្រើជាសាច់មាន់ឃើញថាសាច់មាន់របស់គាត់មានច្រើនផ្នែកមែនតើសូម្បីតែស្លាបទាំងមូលកដាស្លាបគោស្លាបកាភ្លៅគាត់មានទាំងអស់មាន់មូលគាត់មានដូចគ្នាតែខ្ញុំនិយាយហ្នឹងខ្ញុំមាននឹកឃើញចង់ធ្វើម្ហូបមួយដែលខ្ញុំចូលចិត្តញ៉ាំខ្ញុំយកស្លាបមាន់កដាលអូខេចឹងឥឡូវយើងបានមកហូបទាំង3មុខហើយមានសាច់តែនៅខ្វះបន្លែប៉ះតែនៅមើលបន្លែបងប្អូនគ្នាមើលឃើញថាគាត់មានបន្លែច្រើនមុខតែដោយសារសាច់ជ្រូកច្រាំនេះខ្ញុំនឹងចង់យកធ្វើជាជីឆាយខ្ញុំចូលចិត្តញ៉ាំអញ្ចឹងខ្ញុំយកតែហូបពងមាន់មួយគោស្លឹកខ្ទឹមមួយហើយការ៉ុតអូខេឥឡូវយើងមកដល់មើលកន្លែងគាត់ដាក់លក់ជាគ្រឿងតែគ្រឿងផ្សំផ្សេងឃើញថាសាច់ផាត់ក៏គាត់មានលក់ដែរតែខ្ញុំអត់ទិញទេញ៉ែហ្នឹងដោយសារតែជាមុខម្ហូបរបស់ខ្ញុំទឹកសៀងទឹកប៉េងប៉ោះទឹកម្ទេសទឹកត្រីកោះកុងហ្នឹងក៏គាត់មានដូចគ្នាខ្ញុំកំពុងរកជីឆាយដោយសារអីខ្ញុំធ្វើជីឆាយអូនេះជីឆាយអូខេឥឡូវយើងបានគ្រប់មុខហើយចាំទៅមើលអស់ប្រហែលដែរគ្រប់20000អត់ហើយការអីបន្ថែមទៀតអត់បងអត់អីទេហ្នឹងអីបានបងសរុបទាំងអស់17100បងភេទតាមណាដែរសុំចាយជាលុយសុទ្ធចុះ20000នេះបងអីបានបងភេទឲ្យអរគុណច្រើនបងចាំមកឡងទៀត អូខេឥឡូវយើងបានទិញគ្រឿងផ្សំរួចហើយសល់លុយអាប់ទៀតអញ្ចឹងយើងឥឡូវទៅធ្វើម្ហូបទាំងអស់គ្នា20000រៀលទេយើងធ្វើហូបទៅដល់3មុខដូច្នេះបងប្អូនបើសិនជាចង់ធ្វើម្ហូបហើយមកទិញសាច់បាននៅហាង CP Fresh Shop ទាំង7សាខារបស់យើង